ឯដាមសុនសវណ្ណរិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋកម្មវិធីនេះនាំមកជូនលោកអ្នកដោយប្រេងកូឡាប្រេងខ្យល់បំពង់ហឺតសញ្ញាយីពុំនាំផ្ដាច់មុខមកពីទីក្រុងហុងកុងប្រទេសចិនបានមកដល់ប្រទេសកម្ពុជាយើងនេះហើយលោកអ្នកឈឺក្បាលវិលមុខចុករយរមាស់សត្វល្អិតតិចឬខាំពិសេសការធ្វើដំណើរផ្លូវឆ្ងាយក៏ដូចជាលោកអ្នកមានអាការៈស្ពឹកស្រពន់ឈឺសន្លាក់ដៃសន្លាក់ជើងសូមកុំភ្លេចនឹកឃើញមុនគេបង្អស់ប្រេងកូឡាប្រេងខ្យល់បំពង់ហឺតសញ្ញាយីពុំអាចជួយលោកអ្នកបានយ៉ាងច្បាស់ពិតប្រាកដមានទទួលបោះដុំនិងរាយក្នុងតម្លៃសមរម្យជាងគេបង្អស់ធានាទាំងតម្លៃនិងគុណភាពល្អដាច់គេស្របតាមច្បាប់កម្រិតស្តង់ដារខ្ពស់សោភ័ណភាពស្រស់ស្អាតងាយស្រួលដាក់តាមខ្លួនគ្រប់ពេលវេលាទំនាក់ទំនងលម្អិតតាមរយៈលេខទូរស័ព្ទ077 94 2000ឬ071 366 66 69កាមេរ៉ា FB TV ប្រកបដោយគុណភាពនិងឧត្តមភាពឯដាមសុនសវណ្ណរិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋចាប់តាំងពីទីប្រជុំជនដល់ទីជនបទដូចភ្លៀងរលឹមជាក់ស្ដែងកាលពីថ្ងៃទី11ខែកុម្ភៈឆ្នាំ2023កន្លងទៅថ្មីនេះលោកញ៉ែមលក្ខណាអភិបាលស្រុកកំពង់លេងខេត្តកំពង់ឆ្នាំងបន្ទាប់ពីទទួលបាននូវការណែនាំផ្ដាំផ្ញើប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងពិសេសដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់ហើយអ្វីកាន់តែផ្ដល់នូវភាពងាយស្រួលនិងមានទំនុកចិត្តជូនដល់បងប្អូនប្រជាពលរដ្ឋផងនោះជាពិសេសក្នុងការជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពងាយស្រួលប្រចាំថ្ងៃទាំងទៅទាំងមកផងនោះលោកញ៉ែមលក្ខណាអភិបាលនៃគណៈអភិបាលស្រុកកំពង់លេងខេត្តកំពង់ឆ្នាំងមិនទុកយូរនោះទេលោកក៏បានធ្វើការសាងសង់ផ្លូវលំលោកក៏បានធ្វើការសាងសង់ផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវ50សេឆ្ពោះទៅតំបន់ទឹកជ្រោះអូដាប្រវែងពីកដកសញ្ញា5គីឡូម៉ែត្រនិងជួសជុលទំនប់ព្រះអង្គភិគីនីសបន្ថែមទៀតផងដែររូបភាពនិងអត្ថបទពីខេត្តកំពង់ឆ្នាំងដោយលោកសុកកំសៀនកាមេរ៉ា FB TV ប្រកបដោយគុណភាពនិងឧត្តមភាព